តបបងប្អូនដែលចង់សងព្រេងនៅក្នុងបឹងទន្លេសាបយើងគឺមើលវីដេអូនេះបានដំបូងនេះគឺយើងទៅទាំងអស់គ្នាដើម្បីទៅលើកត្រីនៅក្នុងបឹងទន្លេសាបហ្នឹងហើយមើលទស្សនភាពគឺល្វឹងល្វើយមែនទែនមើលមកខាងផ្សេងទៀតគឺមានកន្លែងគេដាក់លបដូចគ្នាដែរហើយនេះគឺជាផ្លូវដែលយើងជិះទៅគឺរៀងឆ្ងាយដែរអស់សាំងចិត្ត3លីត្រដែរហ្នឹងហើយនិយាយថាពេលជិះបដើមមេឃចាប់ដើមភ្លៀងបដើរៀងស្រិចដែរហើយយើងមើលត្រីម្ខាងទៀតគឺសតតែកន្លែងគេដាក់ត្រីអញ្ចឹងណាហើយនេះជាលើកទី1របស់ខ្ញុំដែរបានបងគាត់ហៅមកជួយលើកត្រីរបស់គាត់ហ្នឹងដើម្បីយកមកធ្វើការសិក្សាផងហើយដើម្បីយកមកហូបផងដែរហើយនេះយើងបានទៅដល់កន្លែងលបរបស់គាត់ហ្នឹងហើយគឺមានប្រវែងវែងមែនទែនក្នុងការដាក់ហ្នឹងហើយពិតជាសប្បាយចិត្តមែនទែនដែលបានទៅដល់កន្លែងគេដាក់លបធ្លាប់តែឮគេនិយាយហើយមើលតាមវីដេអូអត់ដែលបានទៅផ្ទាល់ទេហើយនេះគឺជាត្រីដែលបានលើកហើយគឺក្នុងមួយឡុកគឺយើងបានត្រីប្រហែល1គីឡូទៅ2គីឡូដែរគឺគ្រាន់បើដែរហើយនេះគឺជាវីដេអូបន្ទាប់ទៀតដែលបងគាត់បានចោះទៅយកត្រីនៅក្នុងលបគឺគាត់ធ្វើការអូសហើយនៅក្នុងហ្នឹងគឺមានសម្រាប់ដែលគេដាក់ជាកសុំកពឹសអាហ្នឹងគេហៅថាកសុំកពឹសនៅក្នុងហ្នឹងវាចូលនៅក្នុងអាលបរបស់គាត់ហ្នឹងហើយនេះគឺជាមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់បានទៅជាមួយខ្ញុំដែរគឺគាត់សប្បាយចិត្តមែនទែនក្នុងការជិះទូកទៅលើកត្រីជាមួយបងដែលគាត់ហៅទៅហ្នឹងហើយទៅមើលត្រីម្ខាងទៀតមើលមិនឃើញទេបងប្អូនគឺធំមែនទែនមិនធម្មតាទេទន្លេសាបយើងគឺធំល្វឹងល្វើយហើយបងគាត់ខំរាវរោត្រីដែលចូលលបរបស់គាត់ហ្នឹងគឺទឹកនៅនេះគឺអត់ជ្រៅមកទេបងប្អូនគឺទឹកមកល្មមដែលអាចចុះបានអញ្ចឹងណាវាធំជង្គង់ដែរទេអញ្ចឹងអាចចុះបានហើយនេះយើងមកដល់កន្លែងផ្ទះអ្នកភូមិដែរហើយយើងក៏ចាប់ផ្ដើមធ្វើការនាំគ្នារៀបចំដូចជាឧបករណ៍ដើម្បីយកទៅធ្វើការលើកត្រីនៅក្នុងទន្លេសាបរបស់យើងហ្នឹងហើយនេះបងគាត់កំពុងតែចែវនាំមុខដើម្បីប្រជែងម៉ាស៊ីនគឺពួកយើងចេញដំណើរទៅតែម្ដងហើយនេះគឺនៅនេះមានភ្លៀងស្រែកដែរពេលទៅហ្នឹងហើយឥឡូវនេះកំពុងតែបញ្ចូលសម្លេងនេះគឺកំពុងតែក្តាស់ផ្សាយបដៅដែរសារត្រូវទៅភ្លៀងផងហើយកម្ដៅក្តៅទៀតអញ្ចឹងគូផ្សំនឹងអាកាសធាតុដែរគឺឥឡូវនេះឡើងចង់គ្រុនមែនតើហើយសម្លេងឡើងងួយបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចង់ដើរលេងតាមទន្លេសាបអីចឹងអាចតាក់ទងមកបងខាងគាត់ដាក់លបនេះបានអាចសាកល្បងទៅជាមួយគាត់អីចឹងណាហើយនេះក៏ជាបទពិសោធន៍ថ្មីដែរសម្រាប់ខ្ញុំសម្រាប់ការជិះទូកទៅក្នុងបឹងទន្លេសាបលើកដំបូងផងដែរហើយនេះគឺជាកន្លែងបងប្អូនដែលគាត់មកពីការលើកលបចឹងគាត់យកត្រីមកលក់នៅកំពង់ហើយខាងក្នុងនេះគឺមានផ្ទះបងប្អូនកម្ពុជាដែរគឺនៅក្នុងទន្លេសាបហ្នឹងហើយមើលទៅល្វឹងល្វើយមែនទែននៅក្នុងនេះទឹកជម្រៅគ្រាន់បើដែរបងប្អូនជ្រៅដែរជីបដាទឹកខ្ចាយបដាបងប្អូនហើយគូផ្សំនឹងរលឹមស្រិចដែរគឺអាកាសធាតុត្រជាក់នៅក្នុងនោះត្រជាក់ពេលដែលមេឃស្ទុំគឺត្រជាក់មែនទែនហើយក៏មានបងប្អូនទៅនេសាទច្រើននៅក្នុងបឹងទន្លេសាបយើងហ្នឹងហើយអ្នកខ្លះទៅក៏គាត់ទៅលើកលបរបស់គាត់ចឹងទៅហើយយើងនេះក៏ទៅលើកលបដែរហើយទៅលើកលបនេះគឺនៅម៉ោង 4-5 ល្ងាចហើយបានពួកយើងទៅហើយទៅដល់ហ្នឹងគឺបានត្រីចកែងល្អមែនទែនបងប្អូនគឺស្រស់មែនទែនណាពីយើងទៅលើកលបទៅគឺមកឡុកហ្នឹងគឺបានច្រើនមែនទែនតែបើតាមគាត់និយាយគាត់ថាខែនេះគឺអត់សូវបានវិញដោយសារអីដោយសារតែឮគាត់ថារដូវនេះគឺរដូវទឹកក្តៅអញ្ចឹងភាគច្រើនត្រីអត់សូវត្រូវទេហើយខែនេះក៏ចូលដល់ខែចិត្តខែភាសាដែរប៉ុន្តែឥឡូវនេះទឹកនៅនេះគឺនៅក្តៅឡើយអញ្ចឹងដាក់ត្រីគឺអត់សូវបានទេត្រីបានចាប់ពីចន្លោះ5គីឡូទៅ7គីឡូទេក្នុងមួយឡុកអញ្ចឹងណាហើយភាគច្រើននៅនេះក៏សម្បូរត្រីច្រើនប្រភេទដែរដែលចូលនៅក្នុងឡុកហ្នឹងហ
ហើយលុកខ្លះអាចចូលទៅដល់ទីរស់ចន្លោះពី1គីឡូទៅ2គីឡូដែរក្នុងមួយលុកចូលយ៉ាងហោចណាស់ក៏3 4ទៅ5ត្រីដែរពេលដែលចុះទៅក្នុងហ្នឹងសប្បាយតែបងប្អូនប៉ុន្តែគ្រាន់តែទឹករៀងលមាស់បន្តិចហើយនៅក្នុងហ្នឹងមានត្រីមានខ្យងហើយបងគាត់កំពុងតែសម្អាតទូករបស់គាត់នៅក្នុងហ្នឹងដោយសារកកផុកចូលទូកច្រើនពេកពេលដែលយើងលើកមកគឺនាំនៅកកផុកច្រើនតែក៏គាត់សម្អាតផងដែរហើយឃើញត្រីបងប្អូនគឺអាំងដាក់ទឹកត្រីគឺឆ្ងាញ់មែនទែនហើយបើយើងយកមកបំពងក៏បានដែរគឺឆ្ងាញ់បើយើងអាំងដាក់ទឹកត្រីរសជាតិវាគឺអែមមែនទែនហើយនេះយើងបានត្រីរស់ផងហើយលាយជាមួយត្រីចកែងត្រីរៀលកញ្ចុះក្រាញ់កត្រប់ក៏មានដែរបងប្អូនគឺច្រើនមែនទែនហើយដាក់ក្នុងកញ្ឆេនេះគឺ3កញ្ឆេហើយកញ្ឆេខាងលើនេះគឺយើងដាក់ត្រីតាមដាប់ដោយដែរបងប្អូនគឺយើងលើកតាមលុកនីមួយដែលលុកមួយហ្នឹងគឺយើងដាក់ត្រីតាមប្រភេទខុសគ្នាដែរហើយម្ដងនេះគឺយើងយកមកវាស់ប្រវែងប្រភេទត្រីដែលយើងបានទៅលើកតាមលុកនីមួយហើយយើងទៅហ្នឹងគឺលើក3លុកហ្នឹងបើគិតជាគីឡូគឺច្រើនមែនតើគឺ3លុកនេះចន្លោះពី10គីឡូជាងបងប្អូនហើយយើងដាក់ចូលគ្នាទៅពេលដែលយើងវាស់ប្រវែងវាស់អីហើយយើងធ្វើការកត់ទិន្នន័យអីហើយយើងក៏នាំគ្នាយកមកធ្វើម្ហូបរៀងខ្លួនហើយនេះគឺជាត្រីនុយខាងអ្នកនេសាទផ្សេងទេដែលគាត់ដាក់បានយកឲ្យត្រីស្ដៅស៊ីទេត្រីនេះគឺស្រស់ដែរបងប្អូនបើយើងយកមកធ្វើម្ហូបក៏ឆ្ងាញ់ដែរវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនពេញចិត្តវីដេអូរបស់ខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងការចិញ្ចឹមត្រីស្ដៅត្រីប្រាហើយនឹងត្រីច្រើនប្រភេទទៀតបើសិនបងប្អូនពេញចិត្តអាច comment ខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងការចិញ្ចឹមត្រីម្ដងហើយបងប្អូនកុំភ្លេចជួយ follow ហើយ subscribe like ឲ្យខ្ញុំមួយផងសូមអរគុណ